បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបពួកយើងត្រៀមរៀបចំចេញដំណើរដើម្បីបំពេញបេសកកម្មការងាររបស់ពួកយើងតែនេះបងគាត់ក៏ជួបជុំគ្នាដើម្បីពិភាក្សាថាតើត្រូវទៅទីកន្លែងណាហើយធ្វើយ៉ាងម៉េចខ្លះបន្ទាប់ពីនឹងមកក៏បងប្រុសក៏គាត់បានរៀបចំឡានរួចរាល់អស់ហើយយើងនឹងត្រៀមចេញដំណើរនៅពេលបន្តិចទៀតនេះដែរផងដែរបាទពេលនេះគឺជាទិដ្ឋភាពរបស់ប្រជាជនដែលនៅរស់នៅក្នុងតំបន់នោះហើយក៏មិនយូរប្រហែលយើងក៏បានចេញដំណើរមកប៉ុន្តែវាចៃដន្យស្អីឡានបងក៏គាត់បើកមិនដឹងយ៉ាងម៉េចទេគាត់តែធ្លាក់ផ្លូវបាទហើយក៏មានអីទេមានតែក្រៅពីការជួយគ្នាម្ដាយមួយជើងម្នាក់ទៅដើម្បីឲ្យការងារហ្នឹងវាបន្តដំណើរទៅមុខទៀតហើយក៏អរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូ